ប្រទេសវៀតណាមបានដើរតាមគន្លងរបស់ប្រទេសជប៉ុនដោយកាត់បន្ថយក្រសួងមន្ទីររដ្ឋាភិបាលនិងចំនួនមន្ត្រីរាជការដើម្បីជំរុញកំណើនផលិតផលក្នុងស្រុកសរុប GDP រួមទាំងការលុបចោលក្រសួងចំនួន5ដែលមានការងារប្រហាក់ប្រហែលគ្នាកាត់បន្ថយខេត្តចំនួន 50% និងកាត់បន្ថយចំនួនមន្ត្រីរាជការ 20% ក្នុងរយៈពេល5ឆ្នាំនេះគឺជាកំណែទម្រង់ប្រព័ន្ធមន្ត្រីរាជការដ៏ធំបំផុតរបស់ប្រទេសវៀតណាមក្នុងរយៈពេល40ឆ្នាំដែលមានគោលបំណងសម្រេចគោលដៅកំណើនផលិតផលក្នុងស្រុកសរុប 10% ដែលរដ្ឋាភិបាលបានកំណត់នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2045ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើង 8% រួចហើយក្នុងឆ្នាំ2025ដែលជាតួលេខដ៏ល្អមួយប៉ុន្តែចំពោះរដ្ឋាភិបាលវៀតណាមថាកម្រិតនៃកំណើននេះមិនគ្រប់គ្រាន់ទេហេតុអ្វីបានជាកំណែទម្រង់ប្រព័ន្ធមន្ត្រីរាជការដ៏សំខាន់នេះជាគន្លឹះនៃកំណើនសេដ្ឋកិច្ចដ៏គួរឲ្យកត់សម្គាល់របស់ប្រទេសវៀតណាម Make New Asia សូមអនុញ្ញាតជម្រាបជូនតាមប្រវត្តិតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នប្រទេសជាច្រើនដែលអាចលើកដំកើងឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍សុទ្ធតែចាប់ផ្ដើមឡើងពីស្ថាប័នរដ្ឋាភិបាលរបស់ខ្លួនមានន័យថាការគ្រប់គ្រងធនធានដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាពឧទាហរណ៍ដោយកាលពីអតីតកាលប្រទេសជប៉ុនក្នុងអំឡុងពេលកសាងប្រទេសជាតិរបស់ខ្លួនប្រទេសជប៉ុនបានឆ្លងកាត់ការកាត់បន្ថយចំនួនក្រសួងមន្ទីររដ្ឋាភិបាលចំនួន3លើកទី1គឺក្នុងសម័យមេជីកាលពីជាង130ឆ្នាំមុនដោយការរួមបញ្ចូលភូមិនានាទៅជាទីក្រុងតែមួយដើម្បីបង្កើនប្រសិទ្ធភាពរដ្ឋបាលមូលដ្ឋានដែលកាលពីមុនមានរដ្ឋាភិបាលមូលដ្ឋាន 71000 កន្លែងមកនៅត្រឹម 15859 កន្លែងដែលជាការថយចុះត្រឹមតែ 1/5 ប៉ុណ្ណោះចំណែកលើកទី2បានកើតឡើងក្នុងសម័យសូវ៉ាបន្ទាប់ពីចប់សង្គ្រាមលោកលើកទី2រវាងឆ្នាំ1945ដល់ឆ្នាំ1960ក្នុងកំឡុងពេលនោះប្រទេសជប៉ុនត្រូវការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីកសាងឡើងវិញនូវសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតយ៉ាងធ្ងន់ធ្ងររបស់ខ្លួនដូច្នេះទើបមានការរួមបញ្ចូលគ្នាដោយបង្រួមទីក្រុងតូចៗជាច្រើនទៅជាទីក្រុងធំតែមួយដើម្បីឲ្យការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាពនិងការស្ដារសេដ្ឋកិច្ចក្រោយសង្គ្រាមពេលនោះប្រទេសជប៉ុនបានអនុវត្តគម្រោងផែនការទីក្រុងថ្មីការសាងសង់ផ្លូវថ្នល់គម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំនិងប្រព័ន្ធដឹកជញ្ជូនសាធារណៈជាលទ្ធផលធ្វើឲ្យរដ្ឋាភិបាលមូលដ្ឋានបានថយចុះពី 9868 មកនៅត្រឹម 3472 កន្លែងដែលជាការថយចុះ 1/3 នៃចំនួនពីមុនអ្វីដែលសំខាន់នោះនៅពេលដែលទីក្រុងតូចបានរួមបញ្ចូលគ្នាទៅជាទីក្រុងធំទីក្រុងទាំងនោះប្រមូលពន្ធបានកាន់តែច្រើនដែលធ្វើឲ្យអភិបាលក្រុងគ្រប់គ្រងធនធានដែលមាននិងរកប្រាក់ចំណូលបានច្រើនថែមទាំងប្រើប្រាស់ថវិកាទាំងនោះដើម្បីអភិវឌ្ឍទីក្រុងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធដោយមិនបាច់ពឹងផ្អែកលើថវិការបស់រដ្ឋាភិបាលឡើយលើកទី3នៅក្នុងសម័យកាលហេសេប្រហែលពីឆ្នាំ1999ដល់ឆ្នាំ2010ក្នុងកំឡុងពេលនោះរដ្ឋាភិបាលជប៉ុនបានស្វែងរកការបង្កើនប្រសិទ្ធភាពនៃរដ្ឋាភិបាលមូលដ្ឋានតាមរយៈគម្រោង Heisei Municipal Merger ការរួមបញ្ចូលគ្នារដ្ឋាភិបាលមូលដ្ឋានសម័យហេសេដែលបានកាត់បន្ថយចំនួនរដ្ឋាភិបាលមូលដ្ឋានម្ដងទៀតដោយការរួមបញ្ចូលគ្នានៅទីក្រុងនានាជាហេតុផលចម្បងសម្រាប់ការកែតម្រង់លើកទី3នេះគឺសម្របទៅនឹងគម្រោងប្រជាជនដែលកំពុងផ្លាស់ប្ដូរចំនួនអ្នកដែលមានអាយុធ្វើការតិចជាងមុននិងចំនួនប្រជាជនដែលមានវ័យចំណាស់ច្រើនជាងមុនហើយការរួមបញ្ចូលគ្នានៃទីក្រុងតូចទៅជាទីក្រុងធំនិងបង្កើនចំនួនប្រជាជនដែលមានវ័យធ្វើការកាន់តែច្រើនធ្វើឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើនក្នុងសម័យកាលនោះចំនួនរដ្ឋបាលមូលដ្ឋាននៅក្នុងប្រទេសជប៉ុនបានថយចុះពី 3232 កន្លែងមកនៅត្រឹម 1718 កន្លែងឬពាក់កណ្ដាលនៃចំនួនពីមុនក្រោយមកយោងតាមទិន្នន័យចុងក្រោយបំផុតពីឆ្នាំ2024ប្រទេសជប៉ុនមានរដ្ឋាភិបាលមូលដ្ឋាន 1741 កន្លែងដែលរួមមានតំបន់ពិសេសចំនួន23ក្នុងទីក្រុងតូក្យូមាន20ទីក្រុងធំដែលកម្រិតស្មើនឹងខេត្តដូចជាអូសាកា ណាហ្គូយ៉ានិងសាបូរ៉ូនិងមាន772ស្រុកមានឃុំចំនួន743ឃុំនិងមានភូមិតូចចំនួន183ភូមិ
ដោយដែលលោកអ្នកបានដឹងរួចមកហើយប្រហែល130ឆ្នាំមុនប្រទេសជប៉ុនមានរដ្ឋាភិបាលមូលដ្ឋាន 71314 កន្លែងសប្តាហ៍ថ្ងៃនេះនៅសល់តែចំនួន 1741 កន្លែងប៉ុណ្ណោះហើយអាចអភិវឌ្ឍគុណភាពជីវិតប្រជាជនសេដ្ឋកិច្ចនិងឧស្សាហកម្មមូលដ្ឋានក្លាយជាប្រទេសដែលអភិវឌ្ឍឥឡូវនេះយើងមកក្រឡេកមើលប្រទេសវៀតណាមវិញហេតុអ្វីបានជាប្រទេសវៀតណាមជ្រើសរើសកំណែតម្រង់ប្រព័ន្ធមន្ត្រីរាជការរបស់ខ្លួនចង់ជម្រាបជូនថាចាប់តាំងពីប្រទេសវៀតណាមបានជ្រើសរើសវិធីសាស្ត្រកែតម្រង់ដោយមើយក្នុងឆ្នាំ1986ឬ40ឆ្នាំមុនគំនិតនេះគឺជាមធ្យោបាយមួយដើម្បីកំណែតម្រង់សេដ្ឋកិច្ចវៀតណាមនិងលើកកម្ពស់ការប្រកួតប្រជែងលើឆាកអន្តរជាតិនិងជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្ទាប់ពីកំណែតម្រង់ទាំងនេះប្រទេសវៀតណាមបានខិតខំធ្វើវិមជ្ឈការអំណាចរដ្ឋបាលហើយក្រៅពីនេះបានផ្លាស់ប្ដូរស្ថាប័នរដ្ឋមួយចំនួនឲ្យទៅជាសហគ្រាសស្វ័យយ័តដែលមានឯកជនចូលរួមតែរដ្ឋមានភាគហ៊ុនច្រើនជាងនិងផ្ដល់អំណាចកាន់តែច្រើនទៅថ្នាក់មូលដ្ឋានចាប់តាំងពីមានកំណែតម្រង់ដោយមើយនេះកើតឡើងធ្វើឲ្យការងាររដ្ឋាភិបាលកម្ពុជានៅតិចជាងមុនប៉ុន្តែធ្វើឲ្យការងាររដ្ឋាភិបាលថ្នាក់មូលដ្ឋានច្រើនជាងមុនទាំងថ្នាក់ខេត្តស្រុកនិងឃុំធ្វើឲ្យមូលដ្ឋានមួយចំនួនមានចំនួនមន្ត្រីច្រើនជាងតម្រូវការហើយបើយើងត្រឡប់ទៅមើលពីចំណុចដំបូងវិញប្រទេសវៀតណាមបែងចែកការគ្រប់គ្រងរដ្ឋបាលមូលដ្ឋានចំនួន3លំដាប់លំដាប់ទី1គឺលំដាប់ថ្នាក់ខេត្តនិងទីក្រុងធំៗដែលមានទាំងអស់ចំនួន63កន្លែងមានខេត្តចំនួន57និងទីក្រុងធំៗចំនួន6ដែលមានឋានៈស្មើនឹងខេត្តដូចជាទីក្រុងហាណូយទីក្រុងហូជីមិញនិងទីក្រុងដាណាំងចំណែកលំដាប់ស្រុកមានចំនួន696កន្លែងនិងលំដាប់ថ្នាក់ឃុំមានចំនួន135កន្លែងការដែលមានអង្គភាពរដ្ឋបាលលំដាប់ឃុំច្រើនបែបនេះធ្វើឲ្យរដ្ឋាភិបាលវៀតណាមត្រូវចែកចាយថវិកាទៅអាជ្ញាធរមូលដ្ឋានកាន់តែច្រើនដោយសារតែបញ្ហានេះរដ្ឋាភិបាលវៀតណាមចង់កំណែតម្រង់ប្រព័ន្ធរដ្ឋបាលមូលដ្ឋានឲ្យនៅទំហំតូចវិញនៅចុងឆ្នាំ2024បន្ទាប់ពីលោកតូលឹមឡើងកាន់តំណែងជាអគ្គលេខាធិការបកកុម្មុយនីសវៀតណាមលោកបានប្រកាសផែនការកំណែតម្រង់រចនាសម្ព័ន្ធរដ្ឋាភិបាលដោយកំណត់ពេលវេលាឆាប់រហ័សនិងតឹងរ៉ឹងបំផុតនៅដើមឆ្នាំ2025រដ្ឋាភិបាលវៀតណាមបានស្នើសេចក្តីព្រាងច្បាប់មួយហើយទទួលបានការអនុម័តនៅក្នុងសម័យប្រជុំសភាពិសេសរបស់រដ្ឋសភាដើម្បីធ្វើវិសោធនកម្មច្បាប់ទាក់ទងទៅនឹងរចនាសម្ព័ន្ធរដ្ឋាភិបាលកណ្ដាលនិងមូលដ្ឋានមិនយូរប៉ុន្មាននៅពាក់កណ្ដាលឆ្នាំ2025ច្បាប់ថ្មីនិងគំរូរដ្ឋបាលបានចូលជាធរមានជាផ្លូវការទូទាំងប្រទេសតើគំរូថ្មីនៃរចនាសម្ព័ន្ធរដ្ឋាភិបាលនេះមានអ្វីខ្លះទី1កាត់បន្ថយខេត្តពាក់កណ្ដាលពី63មកនៅ34ខេត្តនិងកាត់បន្ថយរដ្ឋបាលលំដាប់ឃុំចំនួន 70% រដ្ឋាភិបាលវៀតណាមបានរួមបញ្ចូលខេត្តតូចៗទៅជាខេត្តធំៗដើម្បីសម្របសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងឧស្សាហកម្មក្នុងខេត្តតែមួយដែលការរួមបញ្ចូលខេត្តនេះបានធ្វើឲ្យមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងខេត្តនោះកាន់តែធំជាងមុនលើសពីនេះការប្រកាសបញ្ចូលខេត្តទាំងនេះធ្វើឲ្យខេត្តតិចជាងមុននិងបង្កើនទំហំខេត្តថ្មីធ្វើឲ្យការគ្រប់គ្រងតាមមូលដ្ឋានក្នុងខេត្តនោះមានភាពបត់បែននិងការសម្រេចចិត្តគោលនយោបាយក្នុងខេត្តនេះគឺសម្រេចលើថ្នាក់ដឹកនាំខេត្តតែម្នាក់នេះស្រដៀងទៅនឹងវិធីសាស្ត្ររបស់ប្រទេសជប៉ុនដែលបង្រួមខេត្តតូចៗដែរបន្ទាប់មកទៀតគឺការកាត់បន្ថយចំនួនក្រសួងពី22ក្រសួងមកនៅត្រឹម17ក្រសួងដោយក្រសួងណាដែលមានភារកិច្ចនិងវិសាលភាពការងារស្រដៀងគ្នាត្រូវបានបញ្ចូលទៅជាក្រសួងតែមួយដូចជារំលាយក្រសួងផែនការនិងវិនិយោគទៅបញ្ចូលជាមួយក្រសួងហិរញ្ញវត្ថុរំលាយក្រសួងដឹកជញ្ជូនបញ្ចូលជាមួយក្រសួងសំណង់រំលាយក្រសួងធនធានធម្មជាតិនិងបរិស្ថានបញ្ចូលជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍជនបទរំលាយក្រសួងទំនាក់ទំនងទូទៅនិងព័ត៌មានបញ្ចូលជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាការដែលរដ្ឋាភិបាលវៀតណាមអាចកាត់បន្ថយចំនួនក្រសួងនេះជួយបន្ថយការងារស្រដៀងគ្នារវាងក្រសួងដែលធ្លាប់ធ្វើការជាន់គ្នាអ្វីដែលសំខាន់នោះគឺជួយកាត់បន្ថយចំនួនក្នុងប្រតិបត្តិការរវាងក្រសួងនិងក្រសួងផងដែរទី3លើសពីនេះការកាត់បន្ថយមន្ត្រីរដ្ឋាភិបាលចំនួន 20% ត្រូវបានគ្រោងទុកក្នុងរយៈពេល5ឆ្នាំ
នៅឆ្នាំ2025ប្រទេសវៀតណាមមានមន្ត្រីរដ្ឋាភិបាលចំនួន2លាននាក់ហើយផែនការនេះគឺដើម្បីកាត់បន្ថយមន្ត្រីដែលលើសពីសេចក្តីត្រូវការចំនួន44នាក់នៅឆ្នាំ2030ការប្រកាសកាត់បន្ថយមន្ត្រីរដ្ឋាភិបាលនេះត្រូវបានភ្ជាប់ជាមួយនឹងការវាយតម្លៃការអនុវត្តការងារជាលក្ខណៈបុគ្គលយ៉ាងម៉ឺងម៉ាត់អ្នកដែលធ្វើការមិនសម្រេចតាមគោលដៅឬសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីមិនទាន់នឹងត្រូវដកចេញជំនួសដោយប្រព័ន្ធស្វ័យប្រវត្តិកម្មហើយលទ្ធផលកំណែទម្រង់រដ្ឋាភិបាលទាំង3ចំណុចដែលបានជម្រាបជូនខាងលើនេះធ្វើឲ្យរដ្ឋាភិបាលវៀតណាមបានសន្សំប្រាក់យ៉ាងច្រើនលើការចំណាយជាសាធារណៈហើយអាចសល់ថវិកាដើម្បីយកថវិកាទាំងនោះទៅប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍវិស័យផ្សេងៗទៀតមានទាំងគម្រោងធំៗថ្នាក់ជាតិដូចជាការកសាងឧទ្យានឧស្សាហកម្មផ្លូវល្បឿនលឿននិងផ្លូវដែកល្បឿនលឿនដែលតភ្ជាប់ទីក្រុងហាណូយនិងទីក្រុងហូជីមិញរួមជាមួយនឹងការបង្កើនប្រាក់ខែសម្រាប់មន្ត្រីរាជការដែលមានសមត្ថភាពនិងធ្វើការដោយមានប្រសិទ្ធភាពការដំឡើងប្រាក់ខែសម្រាប់មន្ត្រីរាជការនិងបុគ្គលិករដ្ឋាភិបាលនេះមានគោលបំណងលើកទឹកចិត្តនិងទាក់ទាញបុគ្គលដែលមានសមត្ថភាពទេពកោសល្យឲ្យមកធ្វើការក្នុងវិស័យសាធារណៈវៀតណាមរយៈពេលវែងនិងរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍលើសពីនេះកំណែទម្រង់ប្រព័ន្ធមន្ត្រីរាជការនេះជាការកាត់បន្ថយអំពើពុករលួយនៅក្នុងប្រព័ន្ធមន្ត្រីរាជការផងដែរចំពោះមន្ត្រីរាជការភាគច្រើនដែលមាននៅក្នុងប្រព័ន្ធរួចហើយនៅពេលដែលទទួលបានប្រាក់ខែខ្ពស់គ្មានអ្នកណាហ៊ានបន្ថយការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដែលអាចធ្វើឲ្យប៉ះពាល់ដល់ការងារដែលរឹងមាំចំពោះអនាគតរបស់ពួកគេនោះទេមកដល់ចំណុចនេះលោកអ្នកអាចមើលឃើញថាផែនការកែតម្រង់ប្រព័ន្ធមន្ត្រីរាជការពីមុនរបស់ប្រទេសវៀតណាមកន្លងមកគឺស្រដៀងគ្នាទៅនឹងផែនការរបស់ប្រទេសជប៉ុនដែលធ្លាប់ធ្វើតាំងពីយូរមកហើយនោះការរួមបញ្ចូលគ្នានៅស្ថាប័នផ្សេងៗដើម្បីអាចធ្វើការតាមទិសដៅតែមួយនិងសម្របសម្រួលតាមនយោបាយរួមលើសពីនេះការគ្រប់គ្រងមន្ត្រីរាជការមានប្រសិទ្ធភាពជាងមុនធ្វើឲ្យរដ្ឋាភិបាលវៀតណាមមានថវិកាសម្រាប់ចំណាយលើការកសាងជាតិនិងមានថវិកាសម្រាប់គំនិតផ្ដួចផ្ដើមអភិវឌ្ឍសេដ្ឋកិច្ចលើវិស័យផ្សេងៗទៀតនេះបានផ្ដល់អត្ថប្រយោជន៍ទាំងប្រជាជននិងសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលវែងដោយសម្រេចបាននូវគោលដៅនៃការបង្កើនកំណើន GDP ដោយដែលប្រទេសជប៉ុនធ្លាប់បានធ្វើកាលពី70ឆ្នាំមុន